ngàyนี้មានរបស់លេងថ្មី HMD Watch អានេះ HMD Watch P1 អញ្ចឹងរបស់ថ្មីជឿថាអ្នកទាំងអស់គ្នាអត់ទាន់មានបទពិសោធន៍ក្នុងការភ្ជាប់ពីយើងមករៀនភ្ជាប់ទាំងអស់គ្នាដំបូងឡើយអ្នកទាំងអស់គ្នាចាប់ផ្ដើមបើកនាឡិកាទៅនៅពេលដែលបើកភ្លាមគឺវានឹងបង្ហាញផ្ទាំង QR code មកភ្លាមមកអញ្ចឹងណាប៉ុន្តែនេះដោយសារខ្ញុំបើកហើយ skip វាទុកយូរពេកវាលោតចេញមកវាចេញមក display បែបនេះអញ្ចឹងដំបូងអ្នកទាំងអស់គ្នាចាប់ផ្ដើម download app ហ្នឹងមកទី1ដូចខ្ញុំថាអញ្ចឹងគឺនៅពេលបើកនាឡិកាមកគឺ QR code អ្នកទាំងអស់គ្នាអាច scan download បានហើយបើអត់បានឃើញទេអាច scan នៅប្រអប់នេះក៏បានដែរ QR code ហ្នឹងណាយើងធ្វើការកន្លែងទាំងអស់គ្នាអ្នកទាំងអស់គ្នាអត់ទាន់បាន download គឺធ្វើការ download ទៅតែខ្ញុំ download ហើយអញ្ចឹងខ្ញុំចាប់ផ្ដើមចូលនៅក្នុង app នេះតែម្ដងពេលទៅចូលភ្លាមវាចេញ interface បែបនេះអ្នកទាំងអស់គ្នាមិនបាច់ខ្វល់ពីវាទេអាច get start បានចេញទាំងបែបនេះអ្នកទាំងអស់គ្នាធ្វើការ tick វាមកហើយបំពេញ Gmail អានេះ Gmail របស់ខ្ញុំអញ្ចឹងខ្ញុំជ្រើសរើសកន្លែងនេះហើយក៏ tick ទៅចាប់ដើមបន្តពេលដែលវាចេញបែបនេះគឺវាផ្ញើលេខកូដទៅកាន់ Gmail របស់យើងណានេះវាមានដាក់មកហើយនេះម៉ោង 9:20 នាទីហ្នឹងហើយយើង copy password ហ្នឹងមកអញ្ចឹងយើងបំពេញលេខកូដនឹងចូលហើយយើងព្រមតាមវាទៅមកដល់ចំណុចនេះវាឲ្យ add លេខទូរស័ព្ទអញ្ចឹងយើងមិនបាច់ដាក់ទេយើង skip វាទៅកន្លែងនេះយើង pair អូខេបន្តទៀតដោយសារខ្ញុំបើក Bluetooth ហើយអញ្ចឹងអ្នកទាំងអស់គ្នាចំណុចហ្នឹងយើងត្រូវបើក Bluetooth តែខ្ញុំបើកចោលហើយយើងយកព្រមតាមវាទាំងអស់វាចេញបែបនេះមាន P1 ហើយនិង X1 នេះនឹងចេញឆាប់តែអត់ដឹងពេលណាទេក្រុមហ៊ុនហ្នឹងតែបច្ចុប្បន្នគឺមកតែមួយទេ HMD ហ្នឹងមកតែ P1 ទេឥឡូវយើងចូលទៅក្នុងហ្នឹងទៅយើងចូលផ្នែកវា click លើវាមួយហើយវាឲ្យយើង continue អញ្ចឹងកន្លែងនេះឲ្យយើងអាចជ្រើសរើស pair ជាមួយនឹង Bluetooth ហើយនឹង scan ជា QR code អញ្ចឹងខ្ញុំជ្រើសរើសយក scan QR code ទៅវាលោតចេញឲ្យបែបនេះអញ្ចឹងយើងទៅរក QR code សិន QR code នៅតាណាអូខេយើងចូលមក setting នេះមកអូសមកក្រោមរកពាក្យនេះអូខេអញ្ចឹងយើងធ្វើការភ្ជាប់ទឹកអូខេវាបន្តទៅទៀតហើយអូខេយើងមើលផ្ទាំងនាឡិកាហើយនឹងទូរស័ព្ទទាំងអស់គ្នាពេលដែលវាលោតចេញចេះយើងចុចបន្តតាមវាទៅអញ្ចឹងនៅពេលដែលយើងភ្ជាប់បានមកដល់កន្លែងនេះហើយគឺមានន័យថានាឡិកាយើងគឺភ្ជាប់បានហើយប៉ុន្តែក្នុងករណីដែលនាឡិកាអ្នកទាំងអស់គ្នាបើកម្ដងហើយអាចភ្ជាប់ Bluetooth អីម្ដងហើយអញ្ចឹងយើងចាប់ផ្ដើមភ្ជាប់វាម្ដងទៀតគឺនាឡិកានឹងធ្វើការ restart auto អញ្ចឹងនៅពេលដែល restart អញ្ចឹងអ្នកទាំងអស់គ្នាកុំបិទគឺរងចាំនាឡិកានឹង restart ឡើងវិញអញ្ចឹងវីដេអូនេះមានតែ